Hello hello ឮខ្លះទេអូខេថ្ងៃហ្នឹងខ្ញុំចង់និយាយបន្តិចពាក់ព័ន្ធជាមួយនឹងបងប្អូនយើងមួយចំនួនដែលគាត់មានសំណួរហើយក៏អានេះក៏ជាចម្ងល់របស់គាត់ដែរគាត់សួរល្អមែនតើហើយគាត់ទៅត្រឹមតែថ្នាក់ទី10ទី11ទេហើយគាត់សួរពាក់ព័ន្ធជាមួយនឹងជំនាញ ICT របស់យើងហើយគាត់សួរថាតើជំនាញ ICT ហ្នឹងគឺមានជំនាញអីខ្លះហើយតើគាត់គួររៀបចំខ្លួនយ៉ាងម៉េចហើយតើគាត់គួរតែអឺត្រៀមខ្លួនបែបណាគួរតែពង្រឹងសមត្ថភាពលើផ្នែកណាខ្លះទើបគាត់អាចទៅរៀនជាមួយនឹងមុខវិជ្ជា ICT នេះខ្ញុំនិយាយតែចំពោះតែបងប្អូនមួយចំនួនដែលគាត់មានចំណាប់អារម្មណ៍ជាមួយនៅផ្នែក ICT ដែលគាត់មានបំណងចង់បង្កើតឬក៏រៀនជាមួយផ្នែកវិជ្ជាជីវៈដែលផ្ដោតជាមួយនៅផ្នែក ICT នេះខ្ញុំសូមប្រាប់ទៅវិញថាជំនាញ ICT នេះគឺមានជាច្រើនផ្នែកប៉ុន្តែវាចូលរួមផ្សំជាមួយគ្នាដែរវាមិនដាច់ដោយឡែកពីគ្នាទេឧទាហរណ៍ថាបើសិនជាខ្ញុំលើកថា ICT ហ្នឹងវាមានតែ3ផ្នែកក៏អត់ត្រូវហើយបើខ្ញុំថាមានតែ2ផ្នែកក៏អត់ត្រូវដែរព្រោះផ្នែកនីមួយៗហ្នឹងគឺវានៅតែមានជាប់តាក់ទងគ្នាប៉ុន្តែបើបែងចែកថាវាជាផ្នែក program ឬក៏ផ្នែក network ឬក៏ផ្នែក design អានេះយើងស្រួលនិយាយគ្នាវិញអញ្ចឹងនៅក្នុង ICT របស់យើងឬក៏គេអាចបែងចែកទៅជា3ផ្នែកเนาะឥឡូវថាយើងថា3ផ្នែកទៅចុះដើម្បីកុំឲ្យយើងច្រឡំច្រើនឧទាហរណ៍ដូចជាផ្នែក programming ផ្នែក program ដែលយើងរៀនជំនាញ program ទៅបន្តិចទៀតយើងនឹងបំបែកខ្លួនឬក៏នឹងអភិវឌ្ឍខ្លួនទៅជា programmer ដែលនៅក្នុង programmer នោះគឺយើងអាចរៀនទៅជា3-4ផ្នែកទៀតដោយសារតែភាសារបស់ program វាមានច្រើនខ្ញុំសូមលើកយកនៅភាសាមួយចំនួនទៅចុះភាសានេះគឺមិនមែនភាសាយើងទេមិនមែនភាសាយើងនិយាយគ្នាទូទៅទេវាជាភាសាដើម្បីអភិវឌ្ឍទៅលើ software នីមួយៗឧទាហរណ៍ថាបើសិនជាបងប្អូនរៀនទៅខាងផ្នែក program ប៉ុន្តែបងចង់អភិវឌ្ឍទៅលើបែប mobile អញ្ចឹងយើងអាចរៀនទៅភាសាបែប Java ក៏ប៉ុន្តែថានៅក្នុងភាសាទាំងអស់វាត្រូវតែមានមូលដ្ឋានគ្រឹះរបស់វាអញ្ចឹងអត់អាចមិនអត់មានមូលដ្ឋានទេយើងត្រូវតែមានមូលដ្ឋានដែរទើបយើងអាចទៅឈានទៅចាប់នៅយកភាសានីមួយៗនោះបានខ្ញុំឧទាហរណ៍ដូចជាភាសាដែលយើងរៀនរាល់ថ្ងៃតាំងពីជំនាន់របស់ខ្ញុំរៀនជាមួយនឹងភាសា C programming ហើយបន្តមកទៀតក៏យើងបានរៀនជាមួយនឹង C++ ទៀតហើយបើសួរថា C programming និង C++ នឹងខុសគ្នាយ៉ាងដូចម្ដេចចាំខ្ញុំប្រាប់បន្តទៅទៀតប៉ុន្តែពេលនេះគឺយើងនឹងប្រាប់ថាតើភាសាអីខ្លះដែលយើងត្រូវរៀនហើយតើមុខវិជ្ជា ICT នេះយើងរៀនទៅលើអីខ្លះដែរចំពោះផ្នែក programming សម្រាប់ខ្ញុំគឺខ្ញុំចង់ណែនាំបងប្អូនឲ្យសិក្សាទៅលើភាសាដំបូងគឺយើងអាចប្រើ C++ เนาะបើយើងប្រើ C++ ទៅល្អព្រោះសារ C++ វាមានសឹងតែគ្រប់គ្រឿងទៅហើយគេហៅថាវាសឹងតែមានគ្រប់លំដាប់ឬក៏សឹងតែជាពាក់កណ្ដាលនៃការ develop software ទៅហើយដូចជាផ្នែកមួយចំនួនរបស់ Windows របស់យើងក៏យើង develop ចេញមកពីមានភាសា C++ នេះចូលរួមដែរเนาะបាទហ្នឹងគឺជាមូលដ្ឋាននៅក្នុងការសិក្សាហើយបើសួរថា C++ ហ្នឹងយើងត្រូវទៅរៀននៅទីណាឬយើងគួរតែរៀនពីណាអានេះវាជាមូលដ្ឋាននៅក្នុងការចាប់យកជាមួយនឹង program ទេណាបាទអញ្ចឹងនៅក្នុង ICT នេះឥឡូវយើងចូលទៅសាច់រឿងវិញអញ្ចឹងមិញយើងបែងចែកជា3เนาะយើងបែងចែកជា3ទី1គឺមាន programming ហើយទី2វាមាន network ហើយទី3ជាមួយនឹង design វាមិនជាច្រើនទេប៉ុន្តែ design នេះបើយើងទៅគិតទៅដល់ការ design ដូចជាការផលិតវីដេអូអីហ្នឹងអាហ្នឹងវាក៏ជាការ design មួយដែរប៉ុន្តែវាជាការ design មួយបែបទូទៅទេអញ្ចឹងអាហ្នឹងវាចង់មិនចង់អ្នក IT យើងក៏ទៅចេះដែរទោះបីមិនចង់ចេះសោះថ្ងៃណាមួយគឺចេះដល់ខ្លួនឯងតែម្ដងជាមួយនឹងសម្រាប់ការផលិតជាមួយនឹងមាតិកាផ្សេងៗឬក៏វីដេអូដូចជាខ្ញុំកំពុងតែថតនេះជាដើម
អញ្ចឹងយើងចូលទៅការ design នេះគឺការ design ទៅលើ website ទៅវិញទេណាបាទយើង design ទៅលើ website ហើយចំពោះ website ដែលយើងប្រើគឺយើងអាចអភិវឌ្ឍពី code program ជាច្រើនដែលយើងរៀនអាហ្នឹងគឺយើងតទៅពេលយើងចេះជាមួយនឹង program ទៅយើងដឹងហើយថាយើងរៀន program អីខ្លះដើម្បី support ជាមួយ website របស់យើងមានដូចជា HTML មានដូចជា JavaScript មាន CSS មាន coordinator អានឹងសេរីចាស់មានដូចជាជាច្រើនទៀតហើយបើយើងរៀនហើយយើងប្រើជាមួយនឹង server យើងអាចប្រើប្រាស់ជាមួយនឹង ASP.NET ឬក៏គេហៅថា PHP បាទជាភាសាដើម្បី connect ជាមួយនឹង web របស់យើងបាទអញ្ចឹងវាមានទៅដល់ UI ទៀតអានេះតែយើងមិនទាន់អាលទៅវែងឆ្ងាយពេកនាំទៅច្រឡំអញ្ចឹងចំពោះprogram គឺលោកគ្រូខ្ញុំសូមនិយាយរួចហើយបាទ program ហើយមួយទៀតគឺទៅលើ network ទៅលើ network នេះគឺវាជាផ្នែកដែលសំខាន់មួយនៅក្នុងការអភិវឌ្ឍទៅលើបណ្ដាញគមនាគមន៍របស់យើងឬក៏ហៅថា telecommunication បើសិនជាយើងនិយាយចំទៅលោកខាងលិចគេហៅថាបណ្ដាញ telecom អត់បងនេះគូផ្នែកគេគាត់ទៅខាងលើឈួលម៉ាស៊ីននេះ